បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានតិចនិចកន្លឹះខ្លីៗតាក់ទងទៅនឹងកម្មវិធី Excel យកមកបង្ហាញជូនបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីការធ្វើ drop list បាទដើម្បីងាយស្រួលនៅក្នុងកម្មវិធី Excel ដោយយើងមិនចាំបាច់វាយបញ្ចូល page ទេយើងគ្រាន់តែចុចព្រួយនៅខាងចុងនេះយើងអាចបាទកំណត់ page ឲ្យបុគ្គលិកនីមួយៗនៅក្នុងតារាងដែលយើងបង្កើតនេះដើម្បីបង្កើតភាពងាយស្រួលក្នុងការអនុវត្តការងារជាក់ស្ដែងបាទដើម្បីកំណត់ឲ្យមាន drop list នៅក្នុង page នេះមានន័យថាយើងគ្រាន់តែចុចលើវាទៅវាបង្ហាញ page ឲ្យយើងរើសបានអញ្ចឹងបងប្អូនសូមមកអនុវត្តទាំងអស់គ្នាបាទដំបូងយើងចូលមកកាន់ data បាទបន្ទាប់មកយើងយកពាក្យ data validation បាទនៅក្នុងកន្លែងនេះយើងដូរពី any value មក list វិញបាទហើយត្រង់កន្លែង source យើងបញ្ចូលមកបាទយើងត្រូវកំណត់ពីរលក្ខខណ្ឌគឺភេទប្រុសហើយនិងភេទស្រីអញ្ចឹងពីលក្ខខណ្ឌមួយទៅលក្ខខណ្ឌមួយយើងវាយសញ្ញាក្បៀសនៅចន្លោះហ្នឹងហើយពាក្យនេះយើងអាចដាក់ខ្មែរក៏បានអង់គ្លេសក៏បានសេកាត់ឬក៏សេពេញទៅតាមតម្រូវការការងារជាក់ស្ដែងតមកយើងចុចអូខេអញ្ចឹងយើងអាចធ្វើការដូរភេទទៅតាមនឹងបានដែរមិញខ្ញុំបង្ហាញរបៀបក្នុងការកំណត់តែមួយ cell អញ្ចឹងយើងអាចធ្វើទាំងអស់មកដូចគ្នាណាយើងគ្រាន់តែចូលទៅកាន់ data validation បាទ list បាទបន្ទាប់មកយើងដូរបាទយើងបញ្ចូលភេទប្រុសហើយនិងភេទស្រីណាដែលសកាត់តាមហ្នឹងតមកចុចអូខេអញ្ចឹងយើងធ្វើការរើសដោយមិនចាំបាច់បញ្ចូលទេណាវា